នាក់ជោគជ័យដើម2នាក់កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពមន្ត្រីរដ្ឋាភិបាលនិងអ្នកគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រងព្រៃឈើនិងអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាពខ្ញុំបាទស៊ីបរិញ្ញាសូមជម្រាបសួរអស់លោកអ្នកស្ដាប់កម្មវិធីជោគជ័យ7នាក់ជាទីមេត្រីចា៎នាងខ្ញុំបញ្ញាក៏សូមជម្រាបសួរដល់ប្រធានក្លឹបនិងសមាជិកក្លឹបអ្នកស្ដាប់វិទ្យុនៅតាមសហគមន៍ព្រៃឈើផងដែរបាទថ្ងៃនេះកម្មវិធីជោគជ័យ7នាក់ដែលឧបត្ថម្ភដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID តាមរយៈអង្គការ Windrock អន្តរជាតិនឹងលើកយកប្រធានបទស្ដីអំពីការដងជ័រទឹកប្រកបដោយនិរន្តរភាពមកពិភាក្សាតើជ័រទឹកមានសារៈសំខាន់យ៉ាងណាខ្លះរីឯការដងជ័រទឹកប្រកបដោយនិរន្តរភាពនោះត្រូវធ្វើដូចម្តេចចាដូច្នេះលោកអ្នកនាងនឹងបានជ្រាបនៅពេលបន្តិចទៀតនេះលោកអ្នកនាងកំពុងស្ដាប់កម្មវិធីជោគជ័យ7នាក់ផ្សាយចេញពីវិទ្យុបាយ័ន FM 95 MHz រាជធានីភ្នំពេញឧបត្ថម្ភកម្មវិធីដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAIDប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីរយៈពេល30នាទីនេះលោកអ្នកនឹងបានស្ដាប់នាទីប្រមូលផ្ដុំសម្លេងប្រជាពលរដ្ឋបទសម្ភាសន៍រវាងលោកស៊ីបរិញ្ញាជាមួយលោកស្រីមានវណ្ណារាអ្នកសម្របសម្រួលផ្នែកធនធានធម្មជាតិនិងលើកកម្ពស់ជីវភាពសហគមន៍នៃគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ល្ខោនវិទ្យុរឿងដើមច្បាស់ដួងជីវិតខ្ញុំនិងបទយកការក្រោមចំណងជើងថាជ័រទឹកបានជួយដោះស្រាយជីវភាពខ្ញុំជោគជ័យ7នាក់ជោគជ័យ7នាក់ជោគជ័យ7នាក់ចាលោកបរិញ្ញាតើការដងជ័រទឹកប្រកបដោយនិរន្តរភាពមានន័យយ៉ាងដូចម្តេចចាបាទគឺមានន័យថាការចោះដើមឈើទាលឬដើមត្រាចដើម្បីយកជ័រទៅតាមទំហំដើមសមស្របហើយធានាថាអាចផ្ដល់ជ័របានយូរអង្វែងបាទចាអញ្ចឹងគេមានបច្ចេកទេសត្រឹមត្រូវមិនមែនឲ្យតែឃើញដើមឈើទាលដើមត្រាចចេះតែចោះយកជ័រនោះទេមែនទេបាទត្រូវហើយបញ្ញាដូច្នេះហើយបានគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID បានខិតខំបង្រៀននៅបច្ចេកទេសអំពីរបៀបនៃការចោះរណ្ដៅជ័រការដុតជ័រការដងជ័រការទុកដាក់ជ័រឲ្យមានគុណភាពល្អព្រមទាំងជួយបង្រៀនរកទីផ្សារលក់ជ័រទឹកដល់ក្រុមអ្នកដងជ័រទឹកនៅតាមសហគមន៍ព្រៃឈើផងដែរអូពិតជាពិសេសណាស់បាទឥឡូវយើងស្ដាប់នៅមតិរបស់បងប្អូនក្រុមអ្នកដងជ័រទឹកតើគាត់ធ្វើដូចម្តេចដើម្បីឲ្យការដងជ័រទឹករបស់គាត់នឹងមាននិរន្តរភាពបាទនាទីប្រមូលផ្ដុំសម្លេងប្រជាពលរដ្ឋតើអ្នកធ្វើដូចម្តេចដើម្បីដងជ័រទឹកនោះនៅនិរន្តរភាពដងជ័រទឹកឲ្យបានយូរវែងដុតវាមាន1នាទីលួតវាខ្វាចេញដងយើងដងរៀលថ្ងៃថែរសាវារៀលថ្ងៃក្មួយវិឆេះដើមច្បោះនោះទៅបានគង់វងយូរដុតលួតព្រោះយើងដុតអត់លួតក៏មិនដែរនៅយូរវែងមិនឡាប់អស់យើងដុតរយៈពេលមានខែប្រាំងខែភាសារបស់វារយៈពេលខែប្រាំងនោះយើងដុតអាចពី1នាទីទៅ2នាទីហើយយើងដុតខែភាសារយៈពេលពី2នាទីទៅ3នាទីបាទចាតាមមតិរបស់ពួកគាត់គឺពួកគាត់មានបច្ចេកទេសច្បាស់លាស់មែនទែនក្នុងការដងជ័រទឹកហើយមានកត្តា3សំខាន់ក្នុងការដងជ័រទឹកមែនទេត្រូវហើយបញ្ញាមើលបញ្ញារៀបរាប់បន្តិចមើលចាទី1ការចោះរណ្ដៅជ័រទី2ការដុតជ័រទី3ការដងជ័រតើត្រូវទេលោកបញ្ញាត្រូវហើយបញ្ញាស្រួលចាំណាស់ការចោះការដុតការដងហើយមួយទៀតសំខាន់ដែរនោះគឺការបែងចែកជ័រនិងការរក្សាទុកដាក់ជ័រឲ្យមានគុណភាពល្អបាទចាពិតជាត្រឹមត្រូវណាស់ការថែរក្សាដើមច្បោះជ័រគឺជាការរួមចំណែកថែរក្សាមុខរបរប្រពៃណីដងជ័រទឹករបស់ប្រជាសហគមន៍នាទីបទសម្ភាសន៍ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោកស៊ីបរិញ្ញាជាមួយលោកស្រីមានវណ្ណារាអ្នកសម្របសម្រួលផ្នែកធនធានធម្មជាតិនិងលើកកម្ពស់ជីវភាពសហគមន៍
នៃគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ប្រចាំការនៅខេត្តកំពង់ធំដូចតទៅបាទជាបឋមនេះខ្ញុំបាទសូមថ្លែងអំណរគុណចំពោះលោកស្រីមានវណ្ណរាអ្នកសម្របសម្រួលផ្នែកលើកកម្ពស់ជីវភាពសហគមន៍នៃគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ប្រចាំនៅខេត្តកំពង់ធំដែលបានអនុញ្ញាតឲ្យខ្ញុំបាទធ្វើបទសម្ភាសន៍នៅក្នុងឱកាសនេះបាទសំណួរទី1នេះខ្ញុំបាទសូមជម្រាបសួរថាកន្លងមកតើគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID បានបណ្ដុះបណ្ដាលពីបច្ចេកទេសដងជ័រទឹកទៅដល់អ្នកដងជ័រទឹកនៅតាមសហគមន៍ព្រៃឈើណាខ្លះបាទចាជាបឋមអរគុណលោកពូដែលបានផ្ដល់ជាសំណួរមកដល់គម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះចាតាមរយៈគម្រោងរបស់យើងគឺយើងធ្វើការកន្លងមកមាន4ខេត្តជុំវិញព្រៃឡង់មានខេត្តកំពង់ធំខេត្តព្រះវិហារខេត្តស្ទឹងត្រែងនិងខេត្តកញ្ចេះចាឲ្យតាមរយៈគម្រោងរបស់យើងគឺមានរៀបចំបង្កើតឲ្យមានក្រុមជ័រទឹកចំនួន11ក្រុមតាមរយៈអង្គការរបស់ Winrock ហើយក្នុងនោះយើងមានដៃគូដែលមានសកម្មភាពសហការជាមួយគម្រោងរបស់យើងអញ្ចឹងជារួមគឺសរុបទាំងអង្គការ Winrock ហើយនិងអង្គការដៃគូគឺយើងមានរហូតដល់25ក្រុមនៅទាំង4ខេត្តតែម្ដងចាតកតងទៅនឹងការដងជ័រទឹកតើគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID បានបង្រៀនបច្ចេកទេសអ្វីខ្លះដល់ក្រុមអ្នកដងជ័រទឹកបាទចាអរគុណសម្រាប់វគ្គផ្ដាដែលយើងបានផ្ដល់ទៅលើក្រុមជ័រទឹកគឺយើងមានការបង្រៀនការដងជ័រប្រកបដោយនិរន្តរភាពហើយក្នុងនោះគឺយើងមានជាមេរៀនសម្រាប់ផ្ដារបស់គាត់ហើយអនុវត្តជាក់ស្ដែងតែម្ដងទៅដល់ក្នុងព្រៃសហគមន៍ដើម្បីឲ្យគាត់ដឹងពីការជ្រើសរើសដើមទំហំការច្បាស់និងការដុតហើយក្នុងនោះដែរគឺយើងមានសកម្មភាពដូចជាការនាំគាត់ទៅទស្សនកិច្ចសិក្សាដើម្បីមើលពីការដងនិងការរៀបចំក្រុមហើយនិងការលក់ជ័រជារួមគ្នាហើយនិងការផ្សារភ្ជាប់ក្រុមរបស់ពួកគាត់ទៅទីផ្សារផងដែរថែមទៀតនោះគឺយើងមានរៀបចំបង្កើតក្រុមជ័រដោយមានសមាជិកនិងគណៈកម្មការរៀបចំច្បាប់បញ្ជាផ្ទៃក្នុងរបស់ក្រុមធ្វើសារពើភ័ណ្ឌដើមជ័រដើម្បីដឹងថាតើដើមជ័ររបស់គាត់ទីតាំងប្រមាណដែលនៅក្នុងព្រៃសហគមន៍និងចំនួនប្រមាណទៀតនៅក្រៅព្រៃសហគមន៍ដើម្បីយើងរៀបចំធ្វើជាផែនការអាជីវកម្មបន្ទាប់មកទៀតគឺយើងរៀបចំសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធដើម្បីឲ្យសហគមន៍នឹងច្បាស់លាស់ពីការដឹកជញ្ជូននិងការលក់របស់គាត់បាទសូមអរគុណបាទបន្ទាប់ពីគម្រោងបានបង្រៀនមកតើលទ្ធផលទទួលបានយ៉ាងណាដែរបាទតើទៅនឹងលទ្ធផលដែលយើងបានធ្វើគឺយើងឃើញថាមានក្រុមមួយចំនួនគឺគាត់បានផ្សារភ្ជាប់ទៅទីផ្សាររួចហើយកន្លងមកគឺនៅពេលដែលយើងមិនទាន់បានផ្សារភ្ជាប់ទីផ្សារគឺជ័រដែលគាត់បានដងចេញពីព្រៃសហគមន៍គឺឈ្មួញទៅទិញដល់ផ្ទះគាត់ដោយតម្លៃគឺអាស្រ័យទៅលើការកំណត់របស់ឈ្មួញប៉ុន្តែដោយសារតែតាមរយៈគម្រោងបានអនុវត្តរៀបចំពួកគាត់មានជាក្រុមហើយផ្សារភ្ជាប់ពួកគាត់មកទីផ្សារហើយទីផ្សារហ្នឹងគឺយើងមកដល់ទីផ្សារភ្នំពេញបានន័យថាគឺយើងកាត់ចង្វាក់ទីផ្សារពីភូមិពីស្រុកហើយពីខេត្តគឺយើងឲ្យគាត់ស្គាល់មកដល់ភ្នំពេញដូច្នេះធម្មតាតម្លៃដែលគាត់លក់នៅក្នុងភូមិបានមួយកានស្មើនឹង28ឬក៏29គីឡូហ្នឹងគឺគាត់លក់បាន50000នេះប៉ុន្តែនៅពេលដែលគាត់បានស្គាល់ឈ្មួញនៅទីក្រុងភ្នំពេញឬក៏ទីរួមខេត្តគឺគាត់អាចលក់បានដល់85000នេះសម្រាប់ខេត្តកញ្ចេះប៉ុន្តែសម្រាប់ជ័រនៅខាងខេត្តកំពង់ធំវិញគឺគាត់រៀបចំលក់ទៅឲ្យឈ្មួញនៅភ្នំពេញតាមរយៈគាត់ច្រោះបានន័យថាគាត់លក់ទៅតាមតម្រូវការទីផ្សារអញ្ចឹងលទ្ធផលឃើញថាទី1គាត់អាចចំណេញពីការលក់ជ័រហើយគឺគណៈកម្មការគាត់អាចចេះមានភាពក្លាហានក្នុងការចេះតំណែងទៅទីផ្សារហើយសមាជិកទាំងអស់ហ្នឹងគឺគាត់មានកន្លែងលក់ជ័ររបស់គាត់ច្បាស់លាស់ថែមទៀតបាទសូមអរគុណបាទដើម្បីឲ្យការដងជ័រទឹកប្រកបដោយនិរន្តរភាពតើលោកស្រីមានសំណូមពរយ៉ាងណាទៅដល់ក្រុមអ្នកដងជ័រទឹកបាទចាអរគុណហើយនាងខ្ញុំមានសំណូមពរខ្លះដូចជាទី1សូមឲ្យសមាជិកនិងក្រុមទាំងអស់ដែលគាត់មានដើមជ័រហ្នឹងឲ្យគាត់ហ្នឹងចេះជ្រើសរើសដើមជ័រដែលច្បាស់ហ្នឹងឲ្យសមស្របជៀសវាងការជ្រើសរើសយកដើមតូចពេកធ្វើឲ្យការដងហ្នឹងវាអត់បានយូរអង្វែងហើយខូចដើមហើយមួយទៀតការអនុវត្តសូមឲ្យធ្វើទៅតាមបច្ចេកទេសព្រោះជៀសវាងពេលខ្លះនៅពេលដែលទំហំដើមហ្នឹងវាសមស្របជាមួយនឹងការច្បាស់តែមួយរត់អញ្ចឹងប៉ុន្តែនៅពេលដែលគាត់ចង់បានជ័រច្រើនគាត់ចោះច្រើនអញ្ចឹងវាធ្វើឲ្យដើមឆាប់ស្លាប់ផងដែរចាហើយមួយទៀតសហគមន៍4ខេត្តហ្នឹងធ្វើម៉េចឲ្យការលក់របស់គាត់ដើម្បីឲ្យបានតម្លៃខ្ពស់នោះគឺគាត់ធ្វើម៉េចចេះយល់ដឹងពីតម្រូវការទីផ្សារតើគេចង់បានយ៉ាងម៉េចដើម្បីបំពេញតម្រូវការគេបានអញ្ចឹងយើងអាចចរចារកតម្លៃបានខ្ពស់ផងដែរ
ហើយមួយវិញថែមទៀតនោះគឺខ្ញុំចង់สนំពរឲ្យសមាជិកហ្នឹងពេលដែលគាត់ដុតគាត់ប្រមូលហើយឲ្យគាត់ចេះសម្អាតដើមជ័រមុនគាត់ដើរចេញមកវិញព្រោះជិះវៀងពេលខ្លះអាជ័រហ្នឹងវាហៀអញ្ចឹងទៅប្រឡាក់ហ្នឹងធ្វើឲ្យឆេះដើមអាចឆេះរៀននៅក្នុងព្រៃថែមទៀតផងហើយสนំពរចុងក្រោយសូមឲ្យទាំងគណៈកម្មការទាំងក្រុមហ្នឹងចេះសហការគ្នាជិះវៀងការលួចកាប់និងការលក់ដើមជ័ររបស់គ្នាទៅវិញទៅមកធ្វើបែបនេះធ្វើឲ្យដើមជ័រនៅគង់ទាំងអស់គ្នាចាអរគុណបាទសូមអរគុណចំពោះលោកស្រីមានវណ្ណរាដែលបានផ្ដល់នៅបទសម្ភាសន៍នេះបាទចាលោកអ្នកនាងទើបនឹងបានស្ដាប់បទសម្ភាសន៍រវាងលោកស៊ីបរិញ្ញាជាមួយលោកស្រីមានវណ្ណរាមន្ត្រីនៃគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ជ័រទឹកគឺជាអនុផលព្រៃឈើយ៉ាងសំខាន់និងជាប្រភពចំណូលដែលអាចជួយបង្កើនជីវភាពរស់នៅរបស់ប្រជាសហគមន៍លោកបរិញ្ញាតាមរយៈបទសម្ភាសន៍របស់លោកជាមួយលោកស្រីមានវណ្ណរាឃើញថាគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID បានយកចិត្តទុកដាក់មែនទែនទៅដល់ក្រុមអ្នកដងជ័រទឹកដោយឲ្យក្រុមអ្នកដងជ័រទឹកចុះអនុវត្តផ្ទាល់នៅក្នុងព្រៃតែម្ដងអំពីបច្ចេកទេសនៃការចោះរណ្ដៅជ័ររយៈពេលដុតភ្លើងរណ្ដៅជ័រនិងការដងជ័រទឹកជាដើមបញ្ញាដឹងទេការបង្ហាត់បង្ហាញដោយផ្ទាល់នេះណាល្អមែនទែនព្រោះធ្វើឲ្យមនុស្សនឹងងាយយល់ហើយចាំជារៀងរហូតមែនទេចាលោកបរិញ្ញាខ្ញុំនៅចាំបានការដែលយើងចុះទៅយកព័ត៌មាននៅភូមិសំអោងឃុំមានរិទ្ធស្រុកសណ្ដានខេត្តកំពង់ធំខ្ញុំឃើញថាក្រុមអ្នកដងជ័រទឹកគាត់ចេះច្រោះជ័រយ៉ាងស្អាតហើយទុកដាក់យ៉ាងត្រឹមត្រូវក្នុងធុងទាំងនោះមែនហើយខ្ញុំក៏បានឃើញដែរចាលោកបរិញ្ញានាងខ្ញុំជឿថាលោកអ្នកស្ដាប់ដែលគាត់មានមុខរបរជាអ្នកដងជ័រទឹកនោះប្រហែលជាគាត់ចង់ដឹងហើយថាតើការចោះរណ្ដៅជ័រគេចោះរបៀបម៉េចការដុតភ្លើងរណ្ដៅជ័រគេដុតរយៈពេលប៉ុន្មាននាទីហើយការដងជ័រគេដងយ៉ាងម៉េចតើការទុកដាក់ជ័រគេទុកដាក់យ៉ាងម៉េចបានល្អមិនអីទេបញ្ញាកម្មវិធីយើងនឹងពន្យល់លម្អិតជូនប្រិយមិត្តអ្នកស្ដាប់នៅក្នុងល្ខោនវិទ្យុរឿងដើមច្បាស់ដួងជីវិតខ្ញុំបន្ទាប់ពីបទយកការនេះដូច្នេះសូមរងចាំស្ដាប់ដោយមេត្រីនេតិបទយកការចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់បទយកការស្ដីពីការប្រមូលផលជ័រទឹករបស់អ្នកភូមិសំអោងនិងភូមិជាំស្វាយដូចតទៅការដងជ័រទឹកគឺជាមុខរបរប្រពៃណីតាំងពីបុរាណរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងព្រៃឬជាយព្រៃដែលសម្បូរទៅដោយដើមឈើទាលនិងដើមត្រាចដើម្បីបានជ័រទឹកគឺគេត្រូវចោះរណ្ដៅលើដើមឈើទាលឬដើមត្រាចហើយដុតភ្លើងក្នុងរណ្ដៅដែលគេបានចោះនោះដើម្បីយកជ័រប៉ុន្តែទាំងការចោះរណ្ដៅជ័រការដុតភ្លើងរណ្ដៅជ័រនិងការដងជ័រភាគច្រើនអ្នកដងជ័រគឺចេះតគ្នាមិនមានក្បួនខ្នាតច្បាស់លាស់ឡើយត្រង់បញ្ហានេះលោកកេតសុភាពនៅភូមិសំអោងឃុំមានរិទ្ធស្រុកសណ្ដានខេត្តកំពង់ធំបានឲ្យដឹងយ៉ាងដូចនេះបាទខ្ញុំបាទពីដើមមកខ្ញុំចេះទៅដងជឿតពីម៉ែពីឪចដូនចតាខ្ញុំមកតគ្នាទៅចេះធ្វើតាមគ្នាទៅបាទលោកនួនកិនអាយុ45ឆ្នាំរស់នៅភូមិជាំស្វាយឃុំមានរិទ្ធស្រុកសណ្ដានខេត្តកំពង់ធំបានឲ្យដឹងថាលោកចេះដងជ័រតាំងពីអាយុ15ឆ្នាំគឺឪពុកក្មេកនិងឪពុកធំជាអ្នកបង្រៀនតាំងពីអាយុខ្ញុំ5 10ដើរទៅជាមួយគាត់ទៅជាមួយធំទៅគាត់បង្ហាត់ចោះចេះចោះទៅចេះទៅដើរតាមគាត់ទៅចោះជាមួយគាត់ទៅបានដឹងបោះស្អាតបោះស្អាតបាទរៀនដងជឿដងអីតាមគាត់អ្នកមីងញៀនខេងរស់នៅភូមិជាំស្វាយឃុំមានរិទ្ធស្រុកសណ្ដានខេត្តកំពង់ធំដែរនោះបានបញ្ជាក់ថាប្តីគាត់ជាអ្នកចោះរណ្ដៅជ័រហើយបានបង្រៀនគាត់ឲ្យចេះដងជ័រនិងចេះពីការដុតភ្លើងរណ្ដៅជ័រចាប់សង្គ្រាមខ្ញុំចាប់ដើមដងជឿព្រោះស៊ីទៅជឿទឹកខ្ញុំមានច្បាស់ជឿចំនួន5 ពឿនដើមខ្ញុំចេះពីគ្រូសាខ្ញុំបង្ហាត់ឲ្យចេះដុតដឹងករិតប៉ុណ្ណេះប៉ុណ្ណោះគេចោះផាន់គេចាខ្ញុំអ្នកទៅដុតដងដូច្នេះដើម្បីឲ្យអ្នកដងជ័រទឹកមានបច្ចេកទេសច្បាស់លាស់លើការងារដងជ័រទឹកនេះគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID
បានបណ្ដុះបណ្ដាលទៅដល់ក្រុមអ្នកដងជ័រទឹកពីបច្ចេកទេសនៃការចោះរណ្ដៅជ័រការដុតភ្លើងរណ្ដៅជ័រការដងជ័រការរក្សាទុកដាក់ជ័រនិងវិធីធ្វើឲ្យជ័រទឹកមានគុណភាពល្អបន្ទាប់ពីបានរៀនសូត្រជាមួយគម្រោងរួចមកលោកកេតសុភាពក៏សម្គាល់ឃើញថាបាទខ្ញុំគិតថាពីដើមមកការចោះមកចេះតាមម៉ែតាមឪវាអត់សូវល្អប្រហែលទេបាទធ្វើតាមបច្ចេកទេសតាម USAID ដែលគាត់បានបង្ហាត់ខ្ញុំគិតថាល្អមែនតើបាទការបច្ចេកទេសនិងការដងការដុតបាទចំពោះវិធីនៃការចោះការដុតការដងលោកកេតសុភាពបានបញ្ជាក់យ៉ាងដូចនេះបាទផ្ដោតបញ្ហាទៅលើការចោះច្បាស់និងការដងការដុតបាទការចោះច្បាស់នោះគឺយើងមិនអាចចេះតែចោះដើមឈើតូចយើងចេះតែចោះទេគឺដើមឈើចាប់ពីមុខកន្លះម៉ែត្រឡើងទៅបាទបានយើងអាចចោះច្បាស់បានហើយការដុតនោះយើងដុតរយៈពេលមានខែប្រាំងខែភាសារបស់វាគឺយើងដុតរយៈពេលខែប្រាំងនោះយើងដុតអាចពី1នាទីទៅ2នាទីហើយយើងដុតខែភាសារយៈពេលពី2នាទីទៅ3នាទីបាទបើតាមបទពិសោធន៍របស់អ្នកមីងញៀនខេងដែលបានប្រកបរបរដងជ័រទឹកតាំងពីឆ្នាំ1979មកបានបញ្ជាក់ថាដុតជឿក្នុង1នាទីឲ្យបានលួតវាចេញខ្វាហើយចោះទៀតអត់ឲ្យប្រហោងធំទេឲ្យប្រហោងតូចមួយមកវាខូចដើមខ្ញុំដកប្រសោតមើលបើដុតយូរវាខូចវិញអត់ចេញម្ល៉េះខ្ញុំពិនិត្យនាទីមើលខ្ញុំថាដុត1នាទីត្រូវចេញល្អជឿច្បាស់អត់រាកទៀតចំពោះការដងជ័រនិងទុកដាក់ជ័រវិញលោកកេតសុភាពបានឲ្យដឹងថាការដងគឺយើងដងបើជ័រថ្លាយើងដងយកខាងលើឲ្យស្អាតអាថ្លាយើងដងដាក់ផ្សេងហើយអាក្រាមយើងដាក់ផ្សឹងបាទត្រូវដងឲ្យស្អាតហើយយើងងាយស្រួលក្នុងការចម្រោះបាទទី1គឺជ័ររបស់យើងកើនខ្ពស់ហើយជ័ររបស់យើងស្អាតជាងពីមុនអត់សូវមានជ័រខ្មៅច្រើនបាទលោកកេតសុភាពបានបញ្ជាក់ទៀតថាមុខរបរដងជ័រទឹកនេះអាចជួយលើកស្ទួយជីវភាពដល់អ្នកដងជ័រទឹកបានមួយគ្រាផងដែរបាទការដងជ័រនេះគឺជួយកាត់បន្ថយភាពក្រីក្របានមួយកម្រិតដែរបាទគឺខ្ញុំប្រាថ្នាខ្វះខាតអត់លុយទៅខ្ញុំអាចទៅដងជ័រយកមកលក់បានធូរមួយកម្រិតធំបាទក្នុងមួយខែខ្ញុំអាចរកបានប្រហែលជា60,000បាទចំនួន500ដើមខ្ញុំអាចដងបានប្រហែលជា1បេកន្លះហើយក្នុងមួយខែខ្ញុំដងរយៈពេល2ដងជ័រទឹកលាយជាមួយវត្ថុធាតុដើមផ្សេងទៀតគេអាចកែច្នៃធ្វើជាផលិតផលផ្សេងដូចជាថ្នាំលាបគ្រឿងផ្សំទឹកអប់ដើម្បីរក្សាក្លិនបានយូរកាវស៊ីលិចជ័រម្រ័ក្សជ័របិទទូកនិងចន្លោះជាដើមដូច្នេះហើយទើបតម្រូវការជ័រទឹកមិនចេះសាបសូន្យដើមជ័របានផ្ដល់ការងារដល់គ្រួសារចំនួន 17,000 គ្រួសារស្មើនឹងមនុស្សប្រមាណ 10,000 នាក់នៅទូទាំងប្រទេសកម្ពុជាលោកអ្នកនាងស្ដាប់ជាទីមេត្រីដើម្បីផ្លាស់ប្ដូរបរិយាកាសសូមអញ្ជើញលោកអ្នកនាងស្ដាប់ល្ខោនវិទ្យុរឿងដើមច្បាស់ដួងជីវិតខ្ញុំពីកម្មវិធីយើងដូចតទៅសូមជូនរឿងដើមច្បាស់ដួងជីវិតខ្ញុំណែថ្ងៃមុនខ្ញុំបានបង្រៀនទ្រឹស្ដីពីការដងជ័រទឹកដល់បងប្អូនយើងម្ដងរួចមកហើយថ្ងៃនេះយើងមកព្រៃដើម្បីអនុវត្តផ្ទាល់តែម្ដងលើការងារដងជ័រទឹកនេះមើលបងប្អូនណានៅចាំដើម្បីបានជ័រទឹកដំបូងគេត្រូវធ្វើយ៉ាងម៉េចចាំនិយាយមើលដំបូងយើងត្រូវចោះអណ្ដៅជ័រសិនត្រូវទេបងប្អូនត្រូវតានោះតែខ្ញុំថាដូចជាមិនទាន់ត្រូវទេហេតុអីបងសានថាមិនទាន់ត្រូវចាមុននឹងចោះរណ្ដៅជ័រលើដើមឈើទាលឬដើមត្រាចនោះដំបូងយើងត្រូវមើលភិនភាគដើមឈើនោះសិនចង់និយាយថាយើងត្រូវមើលទំហំដើមឈើនោះមែនទេចាលោកគ្រូតាមខ្ញុំចាំដែលលោកគ្រូប្រាប់ដើមឈើទាលនិងដើមត្រាចដែលអាចចោះរណ្ដៅជ័របានណាគឺមានមុខកាត់ចាប់ពីកន្លះម៉ែត្រឡើងទៅត្រូវទេបងប្អូនត្រូវហើយត្រូវបាទត្រូវតាក់ដៃជូនគាត់មួយតាក់ដៃទេបាទគឺដើមឈើត្រូវមានមុខកាត់ចាប់ពី50សង់ទីម៉ែត្រឬ5តឹក
ឬក៏កន្លះម៉ែត្រឡើងទៅចុះបើដើមចទាលឬដើមត្រាយតូចជាងនេះតើអាចចោះរណ្ដៅជ័របានដែរអត់ ចោះអត់បានទេលោកគ្រូ ហេតុអីចោះអត់បាន អូព្រោះដើមតូចពេកហើយដងជ័រមិនសូវបានយូរវែងទេហើយអាចធ្វើឲ្យដើមជ័រនោះវាឆាប់ងាប់ទៀតផងបាទចាំបានល្អណាស់បងយន ឥឡូវយើងវាស់ដើមចទាលនេះមើលមុខកាត់ប៉ុណ្ណាទាញវាស់មើលវាស់ អូដើមជ័រនេះមុខកាត់វាប្រវែងជាង60សង់ទីម៉ែត្រនិយាយទៅ6 តឹកហ្មងលោកគ្រូ លើសជាងកន្លះម៉ែត្រហើយអញ្ចឹងយើងអាចចោះរណ្ដៅជ័របានចុះដើមជ័រនេះផុនណាគេផុសខ្ញុំលោកគ្រូឲ្យប្រកាន់ទុកយូរហើយហ្នឹងណា អញ្ចឹងបងយនឯងចោះរណ្ដៅជ័រខ្លួនឯងត្មងទៅដើម្បីឲ្យអ្នកដទៃគេរៀនសូត្រតាមអូយបាទឈប់បងយនកុំអាលចោះមុនចោះបងងើយមើលទៅលើសិនសម្លឹងរើមើលមែកធំទី1ហើយចោះចំពីក្រោមមែកធំនេះនោះទើបជ័រវាចេញច្រើនហើយបានយូរអង្វែងហើយរណ្ដៅជ័រត្រូវចោះប្រឆិតចូលក្នុងពីលើចុះក្រោមដើម្បីឲ្យអណ្ដាតភ្លើងឆេះលៀនចេញមកក្រៅហើយរណ្ដៅជ័រយើងចោះកម្ពស់6 តឹកទៅ1 ម៉ែត្រពីដីបានហើយដើម្បីងាយស្រួលឈរដងជ័រលឺអូចុះទំហំដៅជ័រយើងចោះប៉ុណ្ណាទៅលោកគ្រូប៉ុណ្ដើមជាទៀលបងនេះអូណែមានមុខកាត់ចាប់ពី5 តឹកទៅ8 តឹកបងឯងចោះមុខរណ្ដៅប្រវែង2 តឹកជំរឿ1 តឹកកន្លះកម្ពស់មុខរណ្ដៅ1 តឹក3ផឹងបានហើយបាទតែបើដើមជ័រមានមុខកាត់ចាប់ពី8 តឹកទៅ1 ម៉ែត្រយើងចោះមុខរណ្ដៅប្រវែង2 តឹកកន្លះជំរឿ2 តឹកកម្ពស់មុខរណ្ដៅ1 តឹកកន្លះហើយដើមជ័រមានមុខកាត់ចាប់ពី1 ម៉ែត្រឡើងទៅកម្ពស់មុខរណ្ដៅ1 តឹកកន្លះដូចគ្នាតែយើងចោះមុខរណ្ដៅប្រវែង3 តឹកជំរឿរណ្ដៅ2 តឹកទៅ3 តឹកបានហើយមិនយល់នៅយល់ហើយណែសូមបញ្ជាក់បន្តិចទៀតចំពោះរណ្ដៅជ័របើដើមតូចមុខកាត់ក្រោម1 ម៉ែត្រចោះតែ1 រណ្ដៅបានហើយតែបើមុខកាត់លើសពី1 ម៉ែត្រអាចចោះរណ្ដៅជ័របាន2 រណ្ដៅស្ដាប់បានទេបានហើយស្ដាប់បានមកសាកមើលនេះខ្ញុំចោះរបស់ខ្ញុំមួយហើយមកចូលគ្រូណែមើលណែការចោះរណ្ដៅជ័ររបស់ខ្ញុំវាអូបងឯងចោះបានស្អាតណាស់បងយនពូយនណាប្រកែកចោះរណ្ដៅជ័រអញ្ចឹងចាំខ្ញុំពឹងពូឲ្យជួយចោះរណ្ដៅដើមជ័រខ្ញុំដែរហើយណែតោះឥឡូវយើងនិយាយពីរឿងដុតភ្លើងរណ្ដៅជ័រម្ដងណាបាទមើលការដុតភ្លើងរណ្ដៅជ័រគេដុតរបៀបម៉េចបាទនៅរដូវប្រាំងយើងដុតភ្លើងរណ្ដៅជ័ររយៈពេលពី1 នាទីទៅ2 នាទីហើយពន្លត់ភ្លើងវិញបាទត្រឹមត្រូវចុះនៅរដូវវស្សាចានៅរដូវវស្សាយើងដុតភ្លើងរណ្ដៅជ័ររយៈពេលពី2 នាទីទៅ3 នាទីលោកគ្រូបាទត្រូវចុះជ័រទឹកដែលយើងដងពីដើមឈើទាលឬដើមត្រាចអាចដាក់លាយគ្នាបានទេបានទៅខ្ញុំដាក់ចឹងដែរចុះដើម្បីឲ្យជ័រទឹកមានគុណភាពល្អនិងលក់បានថ្លៃគេត្រូវធ្វើយ៉ាងម៉េចយើងត្រូវដាក់ជ័រមុនពេលដុតភ្លើងផ្សេងហើយជ័រក្រោយពេលដុតភ្លើងដាក់ផ្សឹងហេតុអីទៅព្រោះជ័រមុនពេលដុតភ្លើងជាជ័រថ្លាល្អអញ្ចឹងហើយយើងដងដាក់ទុកម្ដុំសិនណែហើយជ័រក្រោយពេលដុតភ្លើងដែលគេហៅថាជ័រខ្មាំងឬក៏ជ័រកាំងនោះយើងត្រូវដងវាទុកដោយឡែកហើយទុកសម្រាប់ធ្វើចន្លោះឬក៏ប្រើការផ្សេងទៀតទៅអូបងប្អូនយើងចាំបានល្អណាស់ណោះចុះជ័រទឹកដែលមានគុណភាពល្អជាជ័ររបៀបម៉េចជ័រទឹកដែលមានគុណភាពល្អគឺជ័រមិនលាយក្រាមមិនមានសម្រាមឬកំទេចកំទីនិងមិនលាយជ័រកាំងឬក៏ជ័រខ្មាំងពិតជាត្រឹមត្រូវអញ្ចឹងយើងត្រូវធ្វើម៉េចដូច្នេះត្រូវត្រងជ័រនឹងស្បៃនៅពេលផ្ទេជ័រដាក់ការុងឬពីកានមួយទៅកានមួយទៀតមុននឹងយើងយកទៅលក់ឬក៏សុបទុកអញ្ចឹងដល់ពេលជ័រទឹកយើងមានគុណភាពល្អបែបហ្នឹងមិនខ្វះទេទីផ្សារសម្រាប់លក់ជ័រទឹកមែនទេហើយលក់ក៏បានថ្លៃទៀតថ្លៃយីមិនមកអាដើមច្បោះនេះចឹងគាត់ដើមច្បោះខ្ញុំដេញមីងេណាអូយមិនមកងាត់ខ្ញុំឲ្យដើមច្បោះនេះជារបស់ខ្ញុំដងជ័ររាល់ថ្ងៃគ្មានអ្នកណាមានសិទ្ធិមកលក់ដើមច្បោះនេះទេសូម្បីតែខ្ញុំជាម្ចាស់ដើមច្បោះនេះក៏ខ្ញុំគ្មានសិទ្ធិលក់ដែរបានត្រឹមតែដងជ័រប៉ុណ្ណោះបងឯងត្រូវដឹងបើដើមច្បោះស្ថិតនៅក្នុងព្រៃសហគមន៍វាជាកម្មសិទ្ធិរបស់សហគមន៍តែបើដើមច្បោះនៅក្នុងដីព្រៃរបស់រដ្ឋវាជាកម្មសិទ្ធិរបស់រដ្ឋប៉ុន្តែយើងមានសិទ្ធិអាចដងជ័រទឹកបានតែយើងគ្មានសិទ្ធិលក់ដើមច្បោះនេះឡើយហើយការដែលបងឯងមកកាប់ដើមច្បោះនេះ
គឺត្រូវមានទោសពីបទកាប់បំផ្លាញព្រៃឈើ អូយមិនទៅខ្ញុំមកខ្ញុំអត់បានដឹងផងហ្នឹងណាអូយឥឡូវខ្ញុំនោះម្ដងចុះថ្ងៃក្រោយខ្ញុំយប់ទៅមើលយ៉ាងទៀតហើយណាប៉ុន្តែបងឯងត្រូវតែជួបប្រធានសហគមន៍ព្រៃឈើរបស់ខ្ញុំសិនដើម្បីធ្វើកិច្ចសន្យាពីរឿងការកាប់ឈើនេះមិនទៅពូយ៉នការលក់ជ័រទឹករបស់ក្រុមយើងឥឡូវយ៉ាងម៉េចដែរអើយមានភាពងាយស្រួលច្រើនហើយតម្លៃជ័រទឹកក៏បានថ្លៃជាងមុនដែរណាក្មួយពីព្រោះយើងឈប់លក់ជ័រទឹកឲ្យឈ្មួញរៀងខ្លួនទៀតហើយគឺយើងលក់ជ័រទឹកជាក្រុមហើយយើងយកទៅលក់ដល់ទីផ្សារធំនៅឯទីក្រុងតែម្ដងអញ្ចឹងហើយបានជាយើងលក់បានថ្លៃណាបងប្អូនបើលក់ឲ្យឈ្មួញដែលមកទិញតាមភូមិយើងតម្លៃជ័រទឹកនៅលើមាត់គេហ្នឹងស្រេចតែគេថាប្រមាណប៉ុណ្ណឹងហ៎អញ្ចឹងការបង្កើតគណៈកម្មការជ័រទឹកនិងក្រុមជ័រទឹកដែលគម្រោងបានជួយរៀបចំនេះពិតជាមិនអត់ប្រយោជន៍ទេមែនទេពូបាទមែនហើយមិនអត់ប្រយោជន៍ទេគឺល្អមែនតើណែខ្ញុំសូមអរគុណគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ដែលបានជួយរៀបចំបង្កើតគណៈកម្មការជ័រទឹកនិងក្រុមជ័រទឹកហើយជួយរកទីផ្សារលក់ជ័រទឹកឲ្យសហគមន៍ថែមទៀតផងអូនេះជាភារកិច្ចរបស់គម្រោងអញ្ចឹងពូជាប្រធានក្រុមជ័រទឹកត្រូវគិតគូរធ្វើផែនការអាជីវកម្មជ័រទឹកនេះឲ្យបានល្អណាពូព្រោះអីទីផ្សារជ័រទឹកយើងមានហើយមិនពិបាកដូចមុនទេបាទអញ្ចឹងហើយបានជាខ្ញុំខិតខំពង្រឹងគណៈកម្មការជ័រទឹកនឹងនិងក្រុមជ័រទឹកដែលគម្រោងបានជួយបង្កើតនេះឲ្យបានរឹងមាំជានិច្ចទៅទៀតណាចាល្អណាពូសូមឲ្យទទួលបានជោគជ័យក្នុងការងារអាជីវកម្មជ័រទឹកនេះអរគុណក្មួយស្រីហើយបង្កើតបានប៉ុណ្ណេះហើយមិនឲ្យបាត់ទៅវិញទេក្មួយអើយសុំស្ងាត់បន្តិចមកណាឲ្យស្ដាប់បងប្រធានសហគមន៍មកគាត់មានប្រសាសន៍បងជើញប្រធានឥឡូវនេះមានបងប្អូនខ្លះលួចលក់ដាំច្បោះរបស់គេឯងដូច្នេះចាប់ពីពេលនេះទៅសូមកុំឲ្យមានទៀតបងប្អូនដឹងហើយតើអីថាដើមច្បោះជ័រទឹកនេះបងប្អូនបានត្រឹមតែដងជ័រតែប៉ុណ្ណោះគ្មានសិទ្ធិយកដើមច្បោះទៅលក់ឲ្យអ្នកនេះអ្នកនោះឡើយដឹងអត់បាទដឹងតើបើអញ្ចឹងបើតាមច្បាប់អ្នកលក់ដើមច្បោះឲ្យគេកាប់រំលំនិងអ្នកកាប់រំលំដើមច្បោះត្រូវជាប់ទោសដូចគ្នាពីបទកាប់បំផ្លាញព្រៃឈើដូច្នេះសូមបងប្អូនបញ្ឈប់សកម្មភាពនេះជាបន្ទាន់ណែចេះខ្ញុំសូមជម្រាបជូនបងប្អូនបន្តិចណាដើមច្បោះជាដួងជីវិតរបស់យើងវាបានផ្ដល់ជ័រឲ្យយើងលក់ចិញ្ចឹមជីវិតបើអញ្ចឹងបើយើងលក់ដើមច្បោះនោះដូចយើងលក់ឆ្នាំងបាយយើងអញ្ចឹងបងប្អូនហើយណាមួយតាមច្បាប់មិនអនុញ្ញាតឲ្យលក់ដើមច្បោះនឹងទេណាត្រឹមត្រូវទេបងប្អូនត្រូវហើយស្អែកនេះខ្ញុំនឹងប្រជុំជាមួយក្រុមអ្នកដងជ័ររបស់យើងហើយដើម្បីរៀបចំធ្វើផែនការអាជីវកម្មជ័រទឹកឲ្យបានច្បាស់លាស់ងាយស្រួលខ្ញុំចុះកិច្ចសន្យាជាមួយអ្នកទទួលទិញជ័រទឹកពីយើងហើយចឹងកុំភ្លេចចូលរួមទាំងអស់គ្នាណាបងប្អូនណាជ័រទឹកមានប្រយោជន៍ណាស់សម្រាប់ផលិតជាថ្នាំលាបគ្រឿងផ្សំទឹកអប់ដើម្បីរក្សាក្លិនបានយូរកាវស៊ីលិចជ័រម្រ័ក្សចន្លុះនិងជ័របិទទូកដូច្នេះយើងត្រូវជួយថែរក្សាការពារដើមច្បោះជ័ររបស់ប្រជាសហគមន៍ឲ្យបានគង់វង្សលោកអ្នកនាងស្ដាប់ជាទីមេត្រីតម្រូវតាមពេលវេលាយើងឃ្លាតគ្នាត្រឹមនេះសិនចុះចាជួបគ្នានៅថ្ងៃសុក្រទី1ខែមេសាឆ្នាំ2016វេលាម៉ោងដដែលនៅពេលនេះនាងខ្ញុំបញ្ញានិងខ្ញុំបាទស៊ីបរិញ្ញាសូមអរគុណសូមជម្រាបលាកម្មវិធីនេះឧបត្ថម្ភដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ប្រចាំនៅកម្ពុជារាល់អត្ថន័យនិងខ្លឹមសារនៅក្នុងកម្មវិធីនេះមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ USAID ឡើយផលិតដោយអង្គការ Media One